ស្រមៃថាសាងសង់ផ្ទះនៅមូលដ្ឋានឈៀនឈែងដែលជាកន្លែងដែលទឹកជំនន់គឺជាការគំរាមកំហែងដល់ជោគជ័យអ្នកមកជាមួយគំនិតដ៏អស្ចារ្យបោះយុទ្ធកម្មខាងនៃផ្ទះចូលទៅក្នុងកំពូលភ្នំហើយភ្ជាប់មួយទៀតទៅផ្នែកក្រហមផលិតដោយបំពង់ស្នូលតែមួយនេះលើកផ្ទះសេញពីដីរក្សាវ៉ាមានសមត្ថភាពពីការឡើងទឹកប៉ុន្តែទៀងធាក់ខ្លាំងនាំមកនៅបញ្ហាប្រឈមមួយទៀតពួកនឹងថ្មឲ្យចុះពីលើភ្នំគ្មានបញ្ហាទេអ្នកបន្ថែមបំពង់ស្នូលពីបន្ថែមទៀតដោយប្រើ3សម្រាប់ស្ថិរភាពបន្ថែមលើកផ្ទះឲ្យកាន់តែខ្ពស់ឥឡូវនេះវាត្រូវបានដាច់ចេញពីភ្នំទាំងស្រុងធានាឲ្យបានដរាបណាអ្នកទាំងនោះបំពង់គឺជាថ្មរឹងលើពីនេះការរចនាខ្ពស់នេះផ្ដល់នូវទិដ្ឋភាពធ្លាក់ចុះកាំនិងកន្លែងសម្រាប់សួនច្បារលើដំបូល360ដឺក្រេជាមួយនឹងភ្នំនៅម្ខាងនិងសមុទ្រនៅម្ខាងទៀតដើម្បីធ្វើឲ្យវាកាន់តែល្អអ្នកដាក់ថ្នាំចិញ្ចៀនពេញពីនៅខាងក្នុងបំពង់ស្នូលភ្ជាប់ដោយជំនួយបញ្ឈរនិងអង្កត់ទ្រូងនៅផ្នែកខាងលើអ្នកបង្កើតវេទិការរឹងមាំសម្រាប់កម្រាលអេបកន្លែងដែលអ្នកសាងសង់អាងហែលទឹកក្នុងផ្ទះដំបូលអាងហែលទឹកទ្វេដងជាទីធ្លាខាងក្នុងដ៏កក់ក្ដៅចុះទៅនឹងសួនច្បារនៅលើដំបូលដោយជំហានខាងក្រៅប៉ុន្តែផ្ទះពីរជាន់មានអារម្មណ៍ថាតូចបន្តិចសម្រាប់បែបនោះចាប់ពីខ្សែដ៏អស្ចារ្យដូច្នេះអ្នកបន្ថែមចិញ្ចៀននៃការគ្រប់គ្រង cantilever នៅលើដំបូលនិងសាងសង់បន្ទប់មួយកម្រិតទៀតបង្កើតជារង្វង់ខ្ពស់ជាងបន្ទាប់មកអ្នកពង្រីកបំពង់ស្នូលឡើងលើនិងផ្អាកផ្ទះរង្វង់ចំនួន3ពីពួកគេយកការរចនាទៅកម្ពស់ថ្មីតាមភេនជណៈអ្នកដឹងថាគ្រាន់តែបែងចែកលំនៅឋានជាមួយចិញ្ចឹមមិនមានសុវត្ថិភាពគ្រប់គ្រាន់ទេដូច្នេះអ្នករចនាផែនការជាន់zigzagមួយចំហៀងមានចិញ្ចឹមថ្មរឹងមាំសម្រាប់ឯកជនភាពខណៈពេលដែលមួយទៀតបើកឡើងជាមួយនឹងយកកញ្ចក់ខ្លាំងអនុញ្ញាតឲ្យមានពន្លឺនិងទិដ្ឋភាពដើម្បីបញ្ចប់វាទាំងអស់អ្នកភ្ជាប់ដំបូលទៅនឹងផ្លូវភ្នំជាមួយផ្លូវដើរកញ្ចក់ជួរលំធ្វើឲ្យវាងាយស្រួលក្នុងការឈានជើងចូលទៅក្នុងទីហោះស្ថានសូមអបអរសាទរអ្នកបានបង្កើត Jersey 8មណ្ឌលសុខភាព